បាទលោកនាងជាទីមេត្រីនៅពេលនេះជាបន្តទៅនេះគឺមានព័ត៌មានសំខាន់មួយទៀតគឺពាក់ព័ន្ធនឹងកញ្ញាសេងធីរីដែលកន្លងមកយើងហាក់មានភាពស្ងប់ស្ងាត់បាត់ដំណឹងពីកញ្ញាសេងធីរីមួយរយៈដោយសារថាកញ្ញាសេងធីរីបានឈប់ពឹងពាក់មេធាវីមួយចំនួនទៅដូច្នេះគឺយើងកម្របានលេចលើព័ត៌មានពីគាត់ណាគឺគាត់កំពុងបន្តជាប់ឃុំដោយស្ងៀមស្ងាត់នៅឡើយហើយឥឡូវនេះយើងឃើញថារយៈពេលចុងក្រោយនេះមានតុលាការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ដើម្បីទាមទារឲ្យដោះលែងកញ្ញាសេងធីរីបាទអ្នកវិភាគបានលើកឡើងថាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគួរតែដោះលែងមេធាវីនិងជាអ្នកការពារសិទ្ធិមនុស្សដ៏លេចធ្លោគឺកញ្ញាសេងធីរីនិងសកម្មជនដទៃទៀតឲ្យមានសេរីភាពឡើងវិញការដោះលែងនេះគឺដើម្បីបង្ហាញពីការផ្សះផ្សាជាតិការលើកឡើងនេះគឺក្រោយពេលដែលមានអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Freedom House អំពាវនាវជាថ្មីទៀតដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងកញ្ញាសេងធីរីព្រោះពួកគេបារម្ភថាការផ្ដន់ទោសកញ្ញាដាក់ពន្ធនាគារ6ឆ្នាំគឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបាទអ្នកស្រីសុជីវីរាយការណ៍លម្អិតរឿងនេះ4ឆ្នាំហើយដែលអ្នកការពារសិទ្ធិមនុស្សដ៏ល្បីនិងជាមេធាវីអន្តរជាតិគឺកញ្ញាសេងធីរីត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពីបទរួមគំនិតក្បត់និងបទញុះញង់ក្រោយពីកញ្ញាបានបង្ហោះសារគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់អតីតប្រធានគណៈបកសង្គ្រោះជាតិគឺលោកសំរងស៊ីកាលពីឆ្នាំ2019សហគមន៍អន្តរជាតិបានរិះគន់ការផ្ដន្ទាទោសកញ្ញាសេងធីរីថាគឺជាការសងសឹកផ្នែកនយោបាយរបស់អតីតនាយករដ្ឋមន្ត្រីលោកហ៊ុនសែនអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិតមាសនេះប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី15ខែមិថុនាថាក្នុងស្ថានភាពប្រទេសជាតិបច្ចុប្បន្នកម្ពុជាមិនទទួលបានផលវិជ្ជមានពីការចាប់ពលរដ្ឋនិងការបន្តឃុំខ្លួនសកម្មជននយោបាយសកម្មជនសិទ្ធិមនុស្សរួមនឹងកញ្ញាសេងធីរីនោះទេលោកថាដើម្បីស្ដារមុខមាត់ជាតិឡើងវិញនៅលើឆាកអន្តរជាតិនិងដើម្បីពន្លឿនការដោះស្រាយបញ្ហាថៃឈ្លានពានទឹកដីកម្ពុជាឲ្យមានប្រសិទ្ធភាពគឺមានតែការផ្សះផ្សានិងការបង្រួបបង្រួមជាតិឲ្យខ្លាំងតែប៉ុណ្ណោះទើបកម្ពុជាមានទឹកមាត់ប្រៃនិងងាយស្រួលដោះស្រាយបញ្ហាជាតិធំៗបានរួមផ្សំនឹងការអំពាវនាវរបស់អង្គការអន្តរជាតិមួយនេះហើយដោយសារតែយល់ទៅលើស្ថានភាពនយោបាយបច្ចុប្បន្នតែកម្ពុជាកំពុងតែមានការប្រឈមជាមួយនឹងថៃហើយមានការបាត់បង់ទឹកដីដែលយើងមិនទាន់ដឹងថានឹងអាចត្រូវយកបានមកវិញដោយរបៀបណានោះខ្ញុំគិតថាការដោះលែងអ្នកទោសនយោបាយដែលយើងគិតថាជាអ្នកទោសមនសិការទាំងឡាយដែលមាននៅជាប់ឃុំទាំងអស់រួមទាំងកញ្ញាសេងធីរីផងគួរតែត្រូវបានធ្វើឡើងជាបដាទៅដើម្បីបង្ហាញអំពីដំណើរឈានទៅការមានឯកភាពជាតិពិតប្រាកដបាទការលើកឡើងនេះក្រោយពីអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Freedom House នៅថ្ងៃទី14ខែមិថុនាបានចេញសេចក្តីថ្លែងការណ៍រំលឹកខួប4ឆ្នាំនៃការចាប់ខ្លួនមេធាវីនិងជាអ្នកការពារសិទ្ធិមនុស្សសញ្ជាតិខ្មែរអាមេរិកគឺកញ្ញាសេងធីរីដាក់ពន្ធនាគារទាំងអយុត្តិធម៌នៅកម្ពុជាអង្គការអន្តរជាតិនេះបានពិពណ៌នាពីកញ្ញាសេងធីរីថាជាអ្នកដែលរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមហើយកញ្ញាបានផ្លាស់ប្ដូររឿងរ៉ាវដ៏ឈឺចាប់ផ្ទាល់ខ្លួននោះទៅជាការបដិញ្ញាចិត្តពេញមួយជីវិតដើម្បីយុត្តិធម៌ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាជាមួយគ្នានោះសេចក្តីក្លាហានរបស់កញ្ញានៅតែបន្តជាប្រភពកម្លាំងចិត្តដល់មនុស្សជំនវិញពិភពលោកដូច្នេះហើយពួកគេអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញាសេងធីរីជាបន្ទាន់សេចក្តីថ្លែងការណ៍ដដែលបានរៀបរាប់ពីភាពអង់អាចរបស់កញ្ញាសេងធីរីដោយសារតែការមិនខ្លាចរអាចំពោះការគំរាមកំហែងឬការចាប់ដាក់ពន្ធនាគារកញ្ញាបានរិះគន់វិនសំចៃមាត់ប្រឆាំងនឹងលោកហ៊ុនសែនយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហើយបានបង្ហាញជំហរគាំទ្រមេដឹកនាំគណៈបកប្រឆាំងដែលកំពុងនិរទេសខ្លួនគឺលោកសំរងស៊ីដោយគ្មានការព្រួយបារម្ភពីសុវត្ថិភាពនោះឡើយទន្ទឹមគ្នានោះកញ្ញាតែងតែរិះគន់យ៉ាងខ្លាំងប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សរបស់លោកហ៊ុនសែននិងការបិទសិទ្ធិសេរីភាពមកលើសកម្មជនគណៈបកប្រឆាំងស្ថាប័នអន្តរជាតិដដែលនេះក៏បានបង្ហាញថាកាលពីអំឡុងពេលតតាំងក្តីនៅតុលាការកញ្ញាសេងធីរីតែងតែចូលរួមសវនកម្មនៅក្នុងសម្លៀកបំពាក់ប្លែកៗដើម្បីទាក់ទាញភ្នែកមហាជននៅក្នុងគោលបំណងបង្ហាញពីការពិតនៃល្ខោននយោបាយប្រឆាំងនឹងរូបកញ្ញារួមនឹងជនជាប់ចោទរាប់សិបនាក់ទៀតដែលរងការចោទប្រកាន់ទាំងអយុត្តិធម៌កាលពីខែមិថុនាឆ្នាំ2022គ្រានោះអាជ្ញាធរបានចាប់ខ្លួនកញ្ញាសេងធីរីដោយហិង្សារុញចូលទៅក្នុងឡានភ្លាមរួចដឹកទៅឃុំខ្លួននៅពន្ធនាគារដាច់ស្រយាលនៅខេត្តព្រះវិហារក្រោយពីតុលាការប្រកាសសាលក្រមរួចអង្គការការពារសិទ្ធិមនុស្សអន្តរជាតិដដែលនេះបញ្ជាក់ថាលោកហ៊ុនសែននិងបកពួកមិនស្គាល់ថាកញ្ញាសេងធីរីជានរណាពិតប្រាកដទេនាងគឺជាអ្នកប្រយុទ្ធម្នាក់ដែលមិនបោះបង់ការតស៊ូដើម្បីសេរីភាពឡើយក្នុងនាមជាអ្នកដែលមានសញ្ជាតិពីរគឺសញ្ជាតិអាមេរិកកាំងនិងខ្មែរកញ្ញាអាចភៀសខ្លួនចេញពីប្រទេសកម្ពុជាបានយ៉ាងងាយស្រួលនៅក្នុងអំឡុងពេលកាត់ក្តីប៉ុន្តែផ្ទុយទៅវិញកញ្ញាបានក្រាញននៀលប្រឈមមុខជាមួយនឹងអំពើអយុត្តិធម៌នៅកម្ពុជា
ជាក់ស្ដែងនៅមុនពេលត្រូវបានកាត់ទោសកញ្ញាបានកាត់សក់វែងចេញគួរឲ្យភ្ញាក់ផ្អើលនៅក្នុងវីដេអូផ្សាយផ្ទាល់ដោយប្រកាសថាកញ្ញាបានត្រៀមខ្លួនរួចជាស្រេចដើម្បីជាប់ពន្ធនាគារអង្គការ Freedom House ក៏បានរំលឹកថានៅថ្ងៃប្រកាសសាលក្រមនោះកញ្ញាបានធ្វើដំណើរដោយថ្មើរជើងហើយស្លៀកពាក់ជារូបតំណាងស្ត្រីសេរីភាពឆ្ពោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយកញ្ញាបានប្រកាសតាមវីដេអូផ្សាយផ្ទាល់យ៉ាងក្លាហានថារបបផ្ដាច់ការនេះចង់បញ្ឈប់ខ្ញុំមិនឲ្យដកដង្ហើមហើយរបបផ្ដាច់ការនេះចង់ចាប់សេរីភាពដាក់គុកក្រោយមកទៀតអំឡុងពេលកញ្ញាជាប់ពន្ធនាគារបានរយៈពេល1ឆ្នាំគឺកាលពីខែកក្កដាឆ្នាំ2023កញ្ញាសេងធីរីបានធ្វើកោតកម្មអត់អាហាររយៈពេល10ថ្ងៃនៅក្នុងពន្ធនាគារដើម្បីទាក់ទាញការយកចិត្តទុកដាក់បន្ថែមចំពោះស្ថានភាពការលំបាករបស់អ្នកទោសនយោបាយនៅក្នុងប្រទេសកម្ពុជាការរៀបរាប់ពីទុក្ខលំបាកនិងជីវិតតស៊ូរបស់កញ្ញាសេងធីរីពីសំណាក់អង្គការសិទ្ធិមនុស្សអន្តរជាតិ Freedom House នេះធ្វើឡើងក្រោយពីពួកគេព្រួយបារម្ភថាជាច្រើនឆ្នាំមកនេះមេដឹកនាំផ្ដាច់ការនៅលើពិភពលោកបានចាក់ឫសយ៉ាងមាំហើយបានចាត់ទុកការទាមទាររបស់សកម្មជនសិទ្ធិមនុស្សនិងមេធាវីឯករាជ្យដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យថាគឺជាការគំរាមកំហែងដល់ការក្តោបក្តាប់អំណាចរបស់ពួកគេហើយជាលទ្ធផលពួកគេបានបង្កើនការបង្ក្រាបទ្វេដងដើម្បីបំបិទមាត់អ្នករិះគន់ដូច្នេះអង្គការ Freedom House មានគោលបំណងកត់ត្រានិងសិក្សាអំពីករណីរបស់សកម្មជនរាប់ពាន់នាក់រួមនឹងកញ្ញាសេងធីរីដែលត្រូវបានគេចាប់ដាក់ពន្ធនាគារនិងការដកហូតសិទ្ធិសេរីភាពនេះដើម្បីជាការតស៊ូមតិឲ្យមានការដោះលែងពួកគេជាបន្ទាន់ទូរទស្សន៍អាស៊ីសេរីពុំអាចតាក់ទងអ្នកនាំពាក្យក្រសួងយុតិធម៌លោកចិនម៉ាលីនដើម្បីឆ្លើយតបជុំវិញរឿងនេះបាននៅឡើយទេនៅថ្ងៃទី15ខែមិថុនាដោយទូរស័ព្ទហៅចូលតែគ្មានអ្នកទទួលសាលាដំបងរាជធានីភ្នំពេញកាលពីថ្ងៃទី14ខែមិថុនាឆ្នាំ2022បានប្រកាសសាលក្រមផ្ដន្ទាទោសនិងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនមនុស្សចំនួន33នាក់រួមនឹងកញ្ញាសេងធីរីដាក់ពន្ធនាគារចំនួន6ឆ្នាំក្រោមបទចោទរួមគំនិតក្បត់និងបទញុះញង់ក្រោយពីសកម្មជននយោបាយទាំងនោះតែងតែរិះគន់រដ្ឋាភិបាលនិងគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់មេបកប្រឆាំងលោកសំរងស៊ីកាលពីថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2019គ្រានោះមានសកម្មជនខ្លះបានរត់គេចទៅក្រៅប្រទេសដោយសារតែការធ្វើទុកបុកម្នេញពីសំណាក់រដ្ឋាភិបាលលោកហ៊ុនសែនខ្លាំងពេកហើយសកម្មជនខ្លះទៀតត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់មុនការប្រកាសសាលក្រមកញ្ញាសេងធីរីបានប្តឹងទៅសាលាឧទ្ធរណ៍និងតុលាការកំពូលជំទាស់នឹងសាលក្រមរបស់សាលាដំបងប៉ុន្តែតុលាការជាន់ខ្ពស់ទាំងពីរសុទ្ធតែបានរក្សាការសម្រេចរបស់សាលាដំបងទុកជាបានការដដែលបន្ទាប់ពីមានការចាប់ខ្លួនកញ្ញាសេងធីរីនិងការផ្ដន្ទាទោសសកម្មជនដទៃទៀតស្ថានទូតនៃប្រទេសប្រជាធិបតេយ្យនិងអង្គការការពារសិទ្ធិមនុស្សអន្តរជាតិដូចជា Human Rights Watch ជាដើមបានរិះគន់សាលក្រមរបស់តុលាការនោះថាជារឿងអយុត្តិធម៌ព្រោះវាគឺជារឿងនយោបាយពួកគេបារម្ភថាការផ្ដន្ទាទោសមកលើសកម្មជនជាទ្រង់ទ្រាយធំនេះគឺជាការរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរជាមួយគ្នានោះអង្គការជាតិនិងអន្តរជាតិនៅតែបន្តទទូចឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្សនិងស្ដារប្រព័ន្ធប្រជាធិបតេយ្យឡើងវិញតាមរយៈការដោះលែងសកម្មជននយោបាយទាំងអស់រហូតមកដល់ពេលបច្ចុប្បន្ននេះគណៈស្ថានភាពនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជានៅតែអាក្រក់ដដែលនាងខ្ញុំសុជីវីទូរទស្សន៍អាស៊ីសេរី